ជំរាបសួរថ្ងៃនេះខ្ញុំមកបន្តពីវីដេអូមុនអំពីការមើលដំណើរជីវិតទាំងមូលលើបានដៃនេះចាសម្រាប់នៅលើដៃនេះកន្លែងដែលខ្ញុំចង់និយាយមុនគេចាពាក់ព័ន្ធជាមួយនឹងចាខ្សែសញ្ញាគុណនៅលើបាតដៃចារវាងចន្លោះចានៃខ្សែខួរក្បាលជាមួយនឹងខ្សែបេះដូងគឺនៅត្រង់នៅលើបាតដៃរបស់គាត់គឺមានសញ្ញាគុណឬសញ្ញា X ហ្នឹងចាទាំងសងខាងតែម្ដងណាចាបែបនេះគឺបានន័យថាចាមកចាប់បាតដៃគឺមានអ្នកតាមថែរក្សាអ្នកតាមថែរក្សានោះគឺគេកំណត់ទៅលើគ្រូកំណត់អញ្ចឹងពិនិត្យមើលណាសម្រាប់អ្នកដែលមានគ្រូបាបព្យាតាមថែរក្សាជាទូទៅគឺមានសញ្ញា X តែមួយចំហៀងទេគឺភាគច្រើនតែម្ដងតែសម្រាប់អ្នកដែលមានគ្រូកំណត់ចាគេហៅថាសំណុំឬក៏ជាសង្វារតែម្ដងចាគឺតែងតែមានចាសញ្ញា X ឬក៏សញ្ញាគុណនេះមានទាំងសងខាងដៃតែម្ដងភាគច្រើនចាដែលច្បាស់លាស់គឺចាមានបង្ហាញបែបហ្នឹងអញ្ចឹងមនុស្សដែលមានគ្រូតាមថែរក្សាជាទូទៅជាមនុស្សដែលគេហៅថាមិនងាយត្រូវប៉ះអីដែលធ្វើឲ្យគាត់មានបញ្ហាធ្ងន់ធ្ងរដល់អាយុជីវិតទេច្រើនតែមានគេកំពារថែរក្សាឲ្យដឹងរឿងហេតុមុនដូចជាគេហៅថាមនុស្សដែលមានញាណពិសេសអញ្ចឹងណាចាអញ្ចឹងជាទូទៅអ្នកដែលមានសញ្ញានេះគាត់រកស៊ីអីបើសិនជាគាត់គេហៅថាអ្នកដែលធ្វើបុណ្យរក្សាសិលផងគាត់ធ្វើអីច្រើនតែដឹងមុនបើសិនជាគាត់ជឿជាក់ទៅលើចាខ្សែដែលមានអំណោយផលពីធម្មជាតិចាគាត់ធ្វើអីមិនងាយជាខុសទេណាមិនងាយខុសមិនងាយខាតទេអញ្ចឹងអ្នកដែលមានខ្សែនេះគេហៅថាដៃពិសេសចារួមផ្សំជាមួយនឹងដៃរបស់គាត់នេះណាចាគឺមានចាគេហៅថាខ្សែជីវិតល្អណាគ្រាន់តែថាមុននឹងបានចាដល់នៅខ្សែជីវិតល្អរុងរឿងម្ចាស់បាត់ដៃត្រូវជួបការលំបាកសិនជាទូទៅអ្នកដែលមានគ្រូកំណត់តាមថែរក្សាសំណុំឬក៏សង្វារជាទូទៅគឺគាត់ពីក្មេងគឺអាសាឈឺកាត់ច្រើនណាស់ឃើញទេខ្សែជីវិតរបស់គាត់នៅត្រង់នេះមិនស្អាតខ្សែចាខួរក្បាលរបស់គាត់ក៏មិនស្អាតដែរគាត់ជាមនុស្សដែលឆ្លាតប៉ុន្តែជាមនុស្សដែលឆាប់ភ័យភិតណាចាឆាប់តក់ស្លុតឆាប់ភ័យណាចាហើយក៏ចាអាសានឹងគេហៅថាមានបញ្ហាពាក់ព័ន្ធជាមួយនឹងរោគខួរក្បាលផងដែររហ័សចាំរហ័សភ្លេចជាដើមនិយាយរួមដំណើរជីវិតគាត់នៅក្មេងអាសាឈឺកាត់ណាចាតចាចូលដល់ដំណើរជីវិតរបស់គាត់ដល់វ័យចំណាស់បន្តិចចាសូម្បីតែការផិតភ័យចាភាពតក់ស្លុតរបស់គាត់គេហៅថាកំសោយនៃចិត្តនោះក៏ចាប់ផ្ដើមចាឡើងរឹងមាំវិញចាហើយភាពឈ្លាសវៃរបស់គាត់ក៏ចាកើនទៅតាមនោះដែរដំណើរជីវិតរបស់គាត់ក៏រុងរឿងនិយាយរួមទៅដៃនេះគឺគាត់មានសំណាងប៉ុន្តែចាគេហៅថាខ្សែផ្លូវចិត្តជាមួយនឹងខ្សែសតិបញ្ញារបស់គាត់មិនសូវជាល្អចាមិនសូវជាល្អណាចាអញ្ចឹងហើយដំណើរជីវិតរបស់គាត់មករុងរឿងនៅវ័យចាស់គឺខ្សែជីវិតគាត់ត្រង់នេះឃើញទេគឺមានខ្សែចាជីវិតចាចេញមកក្រៅបែបនេះគឺគាត់នឹងរុងរឿងនៅចាស្រុកក្រៅណាដូចខ្ញុំធ្វើវីដេអូមុនអញ្ចឹងចាខ្សែនៅត្រង់កន្លែងនេះគឺគេហៅថាខ្សែឧបសគ្គឬខ្សែគ្រោះណាចាតែមានខ្សែនេះហើយម្ចាស់បាតដៃអាចទាំងជួបរឿងខាតបង់រឿងទុកសោកចារឿងប្រត់ប្រាស់ចាការខាតបង់លុយកាច់យ៉ាងណានោះធ្ងន់ស្រាលនោះយើងមើលទៅតាមខ្សែនេះហើយឃើញទេខ្សែរបស់គាត់ខ្សែនៅត្រង់អាយុនេះគឺចាច្បាស់ល្អបែបនេះមានន័យថាគាត់ខាតបង់ធ្ងន់តែម្ដងទៅលើមុខរបររបស់គាត់និយាយរួមទាំងអស់នេះគឺសិតតែខ្សែឧបសគ្គណាចាឃើញទេដល់ក្នុងអាយុចាដែលខ្ញុំបានគូវាសនេះទើបគាត់ចាមានជីវិតល្អប្រសើរចាហើយជីវិតល្អប្រសើររបស់គាត់ដូចខ្ញុំបញ្ជាក់មុនហ្នឹងអញ្ចឹងគឺល្អប្រសើរនៅពេលដែលគាត់ផ្លាស់ប្ដូរទីលំនៅទៅនៅស្រុកគេចាចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះខ្ញុំចង់បង្ហាញអំពីខ្សែមួយចាដែលជាខ្សែសំខាន់ណាចាខ្សែហ្នឹងគឺគេហៅថាខ្សែឃុំក្រងប៉ុន្តែខ្សែឃុំក្រងនៅពេលនេះគឺមានចាសភាពគេហៅថាបែកជាពីរណាចាខ្សែឃុំក្រងដែលមានចាក្បាលខ្សែរបស់វាបែកជាពីរបែបនេះចាដូចជានៅលើដៃចារបស់គាត់អែបជាមួយនឹងខ្សែជីវិតនេះគេហៅថាចាខ្សែឃុំក្រងដែលមានឥទ្ធិពលខ្លាំងបំផុតចាគឺមានន័យថាម្ចាស់បាតដៃក្នុងចន្លោះអាយុដែលមានខ្សែឃុំក្រងហ្នឹងចាគឺគាត់ទោះបីជាគាត់លំបាកជួបឧបសគ្គចាលំបាកច្រើននៅវ័យក្មេងយ៉ាងណាប៉ុន្តែចាអាចឆ្លងផុតទៅបានដោយមានចាច្រើនតែមានគេជួយជ្រោមជ្រែងក្នុងគ្រួសារជួយជ្រោមជ្រែងបានមានអ្នកក្រៅជួយជ្រោមជ្រែងបានទោះបីជាក្នុងចន្លោះអាយុនោះឈឺចាឈឺគេហៅថាកើតជំងឺឈឺស្ទើរតែស្លាប់ក៏ដោយក៏មិនអាចស្លាប់បានដែរព្រោះមានបុណ្យដែលមានឥទ្ធិពលខ្លាំងឃុំក្រងគាត់ណាចាថែមទាំងក្នុងចន្លោះអាយុនោះចាចំណាំមើលអ្នកដែលមានខ្សែឃុំក្រងហ្នឹងចាតែលាតដៃខ្លួនឯងមើលមានខ្សែហ្នឹងអត់បើសិនជាមានខ្សែហ្នឹងសុបាយចិត្តបានអ្នកនោះគឺនឹងមានគូល្អចាអ្នកនឹងបានគូល្អបំផុតគូរបស់យើងចាបើជាមនុស្សចាប្រុសនឹងបានមនុស្សស្រីដែលមានឋានៈខ្ពង់ខ្ពស់ជាមនុស្សដែលមានចំណេះចេះដឹងចាបើជាចាមនុស្សស្រីវិញគឺបានប្តីហ្នឹងគឺជាអ្នកចេះដឹងអ្នករៀនសូត្របានខ្ពស់ជាងខ្លួនជាមនុស្សប្រុសដែលមានទ្រព្យធនល្អឬក៏ទាំងប្រុសទាំងស្រីហ្នឹងបានគូឲ្យរៀបការហើយគឺនឹងមានទ្រព្យសម្បត្តិស្ដុកស្ដំរកស៊ីឡើងមែនតើចានេះគឺជាខ្សែមួយដែលបង្ហាញថាអាចថាជោគជ័យមួយក្នុងដំណើរជីវិតនៃម្ចាស់បាតដៃហើយព្រោះធម្មតាទេដោយពាក្យចាស់លោកពោលថាចាធ្វើស្រែខុសមួយឆ្នាំខាតមួយឆ្នាំប៉ុន្តែបើសិនជាចាយកគូខុសហើយគឺខុសមួយជីវិតណាអញ្ចឹងសម្រាប់ដៃអ្នកដែលមានខ្សែដែលត្រូវឲ្យផលបានគូល្អគឺល្អមែនតើណាយើងមើលថែមទាំងខ្សែក្រងនៅលើដៃរបស់គាត់ខ្សែក្រងសាំងទាំង3របស់គាត់ស្អាតទៀតមើលខ្សែជីវិតរបស់គាត់ខ្សែជីវិតរបស់គាត់គឺកោងស្អាតមែនទែនខ្សែជីវិតដែលកោងស្អាតទលាបែបនេះគេហៅថាខ្សែជីវិតដែលច្រើនតែមានសេចក្តីសុខមិនសូវជាមានឧបសគ្គច្រើនមិនសូវជាថាមានឧបសគ្គច្រើនតែមានគេជួយនឹងឯងបើខ្សែជីវិតនេះគិតជាមួយនឹងខ្សែចាមេដៃជីវិតមិនសូវមានសេចក្តីសុខទេជួបទុកសោកច្រើនណាស់តែបើឃ្លាតបែបហ្នឹងមានតម្រងកោងស្អាតបែបហ្នឹងគឺល្អខ្សែជីវិតដែលច្រើនតែទទួលបានសេចក្តីសុខជាមួយនឹងខ្សែខួរក្បាលចាស្អាតជាងគេគឺខ្សែខួរក្បាលហ្នឹងតែម្ដងណាចាគឺកោងស្អាតពេញលក្ខណៈខ្សែខួរក្បាលនេះជាមនុស្សឆ្លៀវឆ្លាតឆ្លៀសវៃគិតគូរបានវែងឆ្ងាយព្រមទាំងខ្សែចិត្តដែលមានខ្សែចិត្តហ្នឹងគេហៅថាខ្សែចិត្តដែលបាញ់ទៅរកទួលបរោះបែកជាពីរទៀតតែខ្សែចិត្តដែលគេហៅថាมันមានឧបសគ្គនៅក្នុងរឿងស្នេហាខ្សែចិត្តដែលច្រើនតែចាមានចិត្តរឹងមាំប្រកែកធ្វើចិត្តមនុស្សដែលមានទំនួលខុសត្រូវហ៊ានធ្វើហ៊ានទទួលចានិយាយរួមអ្នកណាដែលមានខ្សែចិត្តបែបនេះចាអាចរកស៊ីឬក៏ទុកចិត្តសែនពុកជាមួយមនុស្សនោះបានមនុស្សនោះគឺជាមនុស្សដែលមានចិត្តទលាយហើយមានសេចក្តីស្មោះត្រង់បំផុតណាចា